ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសដំឡើងពន្ធគយសកលថ្មីដល់ 15% នាថ្ងៃសៅរ៍ទី 21 ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធគយសកលលើទំនិញដែលនាំចូលសហរដ្ឋអាមេរិកដល់ 15% ក្រោយសន្យាថានឹងនៅតែបន្តសង្គ្រាមពន្ធពាណិជ្ជកម្មបន្តពីតុលាការកំពូលអាមេរិកបានចេញសេចក្តីសម្រេចចាត់ទុកចំណាត់ការពន្ធគយដែលរូបលោកបានដាក់ចេញកន្លងមកជារឿងខុសច្បាប់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP លោក Trump បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថាក្រោយការត្រួតពិនិត្យហ្មត់ចត់លើការសម្រេចចិត្តដែលលោកចាត់ទុកថាមានលក្ខណៈប្រឆាំងអាមេរិកកាលពីថ្ងៃសុក្រដោយតុលាការកំពូលរដ្ឋបាលរបស់លោកនឹងដំឡើងពន្ធនាំចូលដល់អត្រា 15% ដំបូងឡើយភ្លាមបន្ទាប់ពីតុលាការកំពូលអាមេរិកបានសម្រេចក្នុងសំឡេង6-3ច្រានចោលសិទ្ធិអំណាចរបស់ប្រធានាធិបតីក្នុងការដំឡើងពន្ធគយនៅក្រោមច្បាប់ហៅថា IEEPA លោក Trump បានប្រកាសពន្ធគយសកលថ្មីក្នុងអត្រា 10% តាមរយៈការប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មួយផ្សេងទៀតគួរបញ្ជាក់ថាពន្ធគយថ្មីខាងលើនេះយោងតាមច្បាប់គឺមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះដែលអនុញ្ញាតឲ្យត្រឹម150ថ្ងៃបើតាមសេតវិមានការលើកលែងគឺនៅមានដដែលសម្រាប់វិស័យនានាដែលស្ថិតក្រោមការស៊ើបអង្កេតដាច់ឡែករួមមានដូចជាវិស័យឱសថនិងទំនិញដែលនាំចូលអាមេរិកក្រោមកិច្ចព្រមព្រៀងត្រីភាគីអាមេរិកមេក្ស៊ីកូកាណាដាជាដើមកាលពីថ្ងៃសុក្រសេតវិមានបាននិយាយថាបណ្ដាដៃគូពាណិជ្ជកម្មរបស់អាមេរិកដែលបានឈានដល់កិច្ចព្រមព្រៀងពន្ធទ្វេភាគីជាមួយរដ្ឋបាលលោក Trump ក៏នឹងត្រូវប្រឈមជាមួយពន្ធសកលថ្មីនេះផងដែរជាដ